សួស្តីទៅកាន់ពុកម៉ែបងប្អូនថ្ងៃនេះគ្រឿងផ្សំមានសាច់ត្រីប៉ោត្រីរាសាច់ជ្រូក3ជាន់ស្ករស្នោតស្ករសខ្ទឹមសម្ទេសប៊ីចេងនិងបន្លែសម្រាប់ផ្ទាប់ឥឡូវយើងចាប់ដើមហាន់សាច់ជ្រូកបាទជ្រូក3ជាន់ហាន់ប្រទះស្ដើងហើយយើងចាប់ដើមហាន់វាស្ដើងដើម្បីច្រាមបាទច្រាមវាឲ្យម៉ត់ទៅបាទច្រាមឲ្យម៉ត់ច្រាមវាទៅយើងម៉ត់ហើយយើងដាក់មាត់បន្លែសិនមកហើយយើងចាប់ពីទុកមកកន្លែងសិនដើម្បីយើងហាន់ផ្អកបាទហាន់ផ្អកហាន់ម្ទេសមកផ្អកម្ទេសរៀងម៉ត់ហើយយើងចាប់ដើមហាន់ម្ទេសយើងដាក់ម្ទេសបាទចំនួន2គ្រាប់បាទមើមខ្ទឹមសបាទដាក់មើមខ្ទឹមសបន្ថែមតពីដងខ្ទឹមដាក់បន្ថែមបាទដាក់ខ្ទឹមបន្ថែមជាខ្ទឹមបូកមួយផ្អកហ្នឹងបាទចាំវាហើយយើងដាក់សាច់ជ្រូកបាទសាច់ជ្រូកដែលយើងចាំមុនហ្នឹងយើងដាក់បន្លែហើយយើងលើវាបានម៉ត់ហើយយើងដាក់សាច់ជ្រូកចាំចូលគ្នាបាទតពីចាំចូលគ្នាហើយហាឲ្យវាសព្វគ្រឿងហាន់ឲ្យវាសព្វបាទចាំទៅឲ្យវាសព្វចូលជាតិគ្នាយើងដាក់ស្ករត្នោតបន្តិចបាទបើមិនពុកម៉ែបងប្អូនអត់មានស្ករត្នោតអាចដាក់តែស្ករសបានទេបាទយើងចាំវាឲ្យចូលជាតិគ្រូវាបាទគ្រឿងគ្រូវាហ្នឹងមានស្ករហ្នឹងបើយើងដាក់ស្ករត្នោតយើងបើយើងប្របាក់ចាំទីបាទលើថែមស្ករសបាទឥឡូវយើងចាប់ដើមដាក់ស្ករសចូលបាទចូលកូរស្ករសវាឲ្យម៉ត់ហើយវាសព្វគ្រឿងបាទហើយវាសព្វល្អយើងដាក់មើលសព្វល្អហើយយើងចាប់ដើមដាក់ចានបាទដើម្បីត្រៀមចំហុយបាទដើម្បីយកទៅដាក់ចំហុយឥឡូវជប់ដើមចំហុយយើងបើកមើលវាសិនបាទតើវាឆ្អិនឬនៅវាពុកប្រើហើយវាបានចិត្តឆ្អិនហើយវាចិត្តឆ្អិនហើយមកស្ទុះទៀតចាប់ដើមឆ្អិនហើយឥឡូវយើងបើកមើលម្សាទៀតបាទវាឆ្អិននៅអូឥឡូវបានឆ្អិនហើយយើងបើកមើលម្សាបានឆ្អិនហើយយើងចាប់ដើមដាំទឹក3ស្រុះឥឡូវយើងដាំទឹកស្រុះអនងហើយយើងស្រុះអនងနဲ့ស្រុះពោតបារាំងនិងទ្របស្រួយឥឡូវឆ្អិនហើយយើងស្រង់យើងដុសមកដាក់ណែដើម្បីយើងញ៉ាំបាទឥឡូវយើងចាប់ដើមញ៉ាំបាទដំណើរពុកម៉ែបងប្អូនអូឆ្ងាញ់ពុកម៉ែបងប្អូនដាក់ស្លាត់ស្រួយលើជ្រឹបពុកម៉ែបងប្អូនអូឆ្ងាញ់ណាស់ពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយ